នេះខ្ញុំអនុញ្ញាតគ្រប់ជ្រើសសួរទៅកាន់ស្នាក់ប្រិមត្តអស់នេះជាទីគោរពស្រឡាញ់វត្តត្រឡប់មកវិញជាមួយនឹងនាទីកំសាន្តរបស់ admin សាច់ជាថ្មីម្ដងទៀតហើយថ្ងៃនេះ admin ពំនាំជាមួយនឹងសាច់គ្រឿងថ្មីប្លែកដែលតាក់ទងជាមួយនឹងសាច់ខ្លាញ់ស្រាក់អ្នកភូមិមួយចំនួនគាត់ហៅថាសាច់មៀមប៉ុន្តែបើខ្ញុំវិញខ្ញុំហៅថាសាច់ខ្លាញ់ស្រាក់ប្រិមត្តទាំងអស់គ្នាដែលអ្នកភូមិគាត់មានជំនឿទៅលើសត្វអស់ហ្នឹងគាត់ថាមានតាក់ទងមួយរឿងវិញ្ញាណរឿងខ្មោចដល់អញ្ចឹងហើយក៏បែកចេញទៅជាសាច់គ្រឿងផ្ញើជូនអ្នកស្ដាប់ទាំងអស់គ្នាបានស្ដាប់កំសាន្តនៅពេលនេះផងដែរបើសិនមានអារម្មណ៍ខ្លាចក៏ភ្លេចរកដៃមកភ័ក្រដែលគាត់ចូលចិត្តស្ដាប់រឿងអញ្ចឹងមកអង្គុយស្ដាប់ជុំគ្នាជាការកំសាន្តសាច់រឿងហ្នឹងរំលឹកដល់តកាដែលនៅក្នុងភូមិកាលហ្នឹងអាយុត្រឹមតែ14ឆ្នាំទេហើយមានចដូនមួយខ្ញុំហ្នឹងអាយុ13ឆ្នាំសប្បាយគ្នាដើរលេងជាមួយគ្នាកាលហ្នឹងលេងបាញ់ចំពីមកសួរដងចំពីហ្នឹងធ្វើមកពីដើម7ទឹកដល់ពេលដល់ទៅបាញ់មិនមែនលេងទៅក្នុងព្រៃទេលេងតែនៅក្នុងភូមិហ្នឹងទេតែបាញ់ចាប់បាញ់អាឡោកអញ្ចឹងដល់ថ្ងៃហ្នឹងស្រាប់តែទៅបាញ់ជួបប៉ះសត្វដែលខ្ញុំកាលហ្នឹងខ្ញុំចាំចំណាំនិយាយថាខ្លាញ់ស្រាក់ប៉ុន្តែប្អូនរបស់ខ្ញុំហ្នឹងគាត់និយាយថាមិនមែនទេសត្វមៀមដល់ពេលឡៃឆ្លុះបកាយគ្នាអញ្ចឹងទៅប្អូនខ្ញុំហ្នឹងវាទាញទៅពីម្រងបាញ់ហើយខ្ញុំក៏ឃើញទៅខ្ញុំខ្លាចខ្ញុំខ្លាចភ្នែកវាដូចមនុស្សយើងអញ្ចឹងហើយដល់ពេលអញ្ចឹងខ្ញុំខកថាកុំឲ្យបាញ់អីប៉ុន្តែប្អូនខ្ញុំហ្នឹងអាយុតិចជាងខ្ញុំទេប៉ុន្តែគេខ្លាហានណាគេអត់មានខ្លាចទេហើយណាមួយចំពីមនឹងដៃបាញ់ទៅឈៀវបាញ់ទៅវាខុសអញ្ចឹងសត្វហ្នឹងវាមានទៅឈរយើងបាញ់ណាវាមិនមែនមកលកាំងណាតែបាញ់ទៅវាហើផលទៅប៉ុន្តែមិនមែនហើទៅណាបាត់ទេណាគឺហើទៅឈរនៅមែកឈើមួយទៀតនៅអាដើមឈើនឹងដដែលនឹងឯងវាមានរត់ទៅណាទេហើយវាមកមុខយើងនិយាយទៅឌឺដល់កអាសត្វហ្នឹងណាប៉ុន្តែខ្ញុំក៏បានប្រាប់ប្អូនរបស់ខ្ញុំដែរថាមិនបាច់បាញ់បន្តទៀតទេខ្ញុំមានអារម្មណ៍ថាខ្លាចប៉ុន្តែប្អូនខ្ញុំវាអត់ដូចខ្ញុំទេគេក្លាហានដល់អញ្ចឹងហើយវាបាញ់ទៅបាញ់រហូតប៉ុន្តែបាញ់ទៅត្រូវទេហើយសត្វហ្នឹងស្រាប់តែពលឺសំឡេងមកឡើងគួរឲ្យខ្លាចគ្រាន់តែវាយំឡើងភឺសបល់ហ្មងដល់ពេលអញ្ចឹងខ្ញុំក៏ប្រាប់វាដែរថាកុំឲ្យបាញ់តទៀតខ្ញុំរត់តែរត់ម្ដងតែប៉ុន្តែគាត់អត់មានរត់ទេដល់អញ្ចឹងគាត់ខឹងមនុស្សយើងបាញ់ទៅខុសហើយសត្វហ្នឹងវាឌឺយើងទៀតណាស្រាប់តែពេលហ្នឹងខ្ញុំលឺសូរសំឡេងឡើងច្បាស់ហ្មងវាសើចសម្លេងសើចប្រហែលជាខ្ញុំខ្លាចពេកឬក៏អីខ្ញុំអត់ដឹងទេដល់ពេលខ្ញុំសួរវាថាលឺដែរថាតែពេលហ្នឹងលឺសូរសំឡេងមនុស្សចេញមកពីខាងក្នុងផ្ទះមានលោកយាយចាស់ម្នាក់ហ្នឹងគាត់និយាយថាកុំឲ្យបាញ់សត្វហ្នឹងគឺមកយកគាត់ទេឥឡូវគាត់ព្រមទៅជាមួយនឹងគេហើយដល់អញ្ចឹងហើយខ្ញុំរៀងកៀងដែរណាពីអ្នកបងប្អូនខ្ញុំហ្នឹងក៏មើលមុខគ្នាហើយយាយហ្នឹងក៏គាត់បានប្រាប់ថាបន្តិចទៀតហ្នឹងគាត់ទៅជាមួយហើយកុំធ្វើបាបក្មេងអីត្រឡប់ទៅវិញទៅស្រាប់តែសត្វហ្នឹងវាស្ដាប់យាយហ្នឹងមែនណាហើទៅផលបាត់សមោឆឹងទៅដល់ពេលលោកយាយហ្នឹងក៏គាត់បានប្រាប់ពួកខ្ញុំដែរថាបញ្ញាប់ទៅផ្ទះវិញទៅក្មេងៗដូចយើងហ្នឹងបើជួបសត្វទាំងអស់ហ្នឹងប្រយ័ត្នវាធ្វើឲ្យយើងលួព្រលឹងណាក្មេងៗពេលហ្នឹងបងប្អូនរបស់ខ្ញុំហ្នឹងក៏គាត់សួរខ្ញុំថាបងមានគិតដូចខ្ញុំអត់ហ្នឹងតែពេលខ្ញុំក៏ងក់ក្បាលស្រាប់តែពេលហ្នឹងយាយហ្នឹងក៏បាត់ឆឹងដឹងហើយថាពេលហ្នឹងខ្មោចឡងពេលដាក់ខ្ញុំនឹងកាន់ដៃគ្នារត់មកដល់ផ្ទះហ្មងមកដល់ផ្ទះតាំងតែហេបទៅហប់ហើយមកដល់ភ្លាមគឺពូក៏ស្ដីឲ្យនឹងទៅដើរលេងតិចបាយដាច់ទឹកអត់មានបាយថ្ងៃណាដល់អញ្ចឹងគាត់មិនស្ដីឲ្យដល់ពេលគាត់ដឹងរឿងហាវមកគាត់ក៏បានប្រាប់ថាចេះនៅផ្ទះហ្នឹងគឺលោកយាយហ្នឹងគាត់តែបាត់បង់ជីវិតតាហើយមិនបានកូនឯងទៅលេងនឹងកៅឬបែបហ្នឹងណាដល់ពេលដឹងរឿងបាញ់ខ្លាញ់ស្រាក់ខ្លាញ់អីចុងទៀតហើយនិយាយរៀបរាប់រឿងទាំងអស់មានណាគាត់ថាលើក្រោយឈប់ទៅដើរបាញ់សត្វទៀតកុំថាឡើយសត្វមៀមសត្វខ្លាញ់ស្រាក់សត្វអលោកសត្វចាបអីក៏ដោយកុំទៅប៉ះពាល់ជាមួយនឹងសត្វស្លាបទាំងអស់ហ្នឹងហើយក៏គាត់បាញ់និយាយពីដំណើរតាក់ទងជាមួយនឹងរឿងខ្លាញ់ស្រាក់ហ្នឹងឲ្យស្ដាប់ដែរណាថាសត្វទាំងអស់ហ្នឹងវាពាក់ព័ន្ធជាមួយនឹងរឿងវិញ្ញាណវាមានពាក់ព័ន្ធជាមួយនឹងខ្មោចអីផ្សេងមិនដឹងថាគាត់ប្រឡាចឬក៏មិនទេគាត់ស្ដីឲ្យគាត់ថាបើមិនចង់ទៅជួបរឿងអាក្រក់ទេហាមទៅប៉ះពាល់ណាមួយបើសិនជាយើងបាញ់ចាបបាញ់អលោកអីផ្សេងក៏វាបាបវាអីដែរហ្នឹងក៏ប្រាប់អញ្ចឹងណាសាច់រឿងនេះដល់ទីបញ្ចប់ជួបគ្នាវីដេអូក្រោយគុណសូមគោរពលា